សម្បត្តិធម្មជាតិគេដូនតាគឺថ្នោតមីងណាដំឡៃធំធេងសម្បត្តិធម្មជាតិគេដូនតាគឺថ្នោតមីងណាដំឡៃធំធេងអំដាំកំដងស្រីប្រុងចាំងក្មេងពេញស្រែធំធេងជុំវិញភូមិយើងអណាសម្បត្តិដូនតាប្រសៀលបងឡើងគៀបរិនពោតកម្មបញ្ចិនចាំចងត្រង់កាប្រសៀលបងឡើងគៀបរិនពោតកម្មបញ្ចិនចាំចងត្រង់កាទឹកព្រៀងទឹកត្រង់ពេញហៀជូនពៅរំងាស់ជាសបអែមឈ្ងុយអោណាសបលែនឈ្ងុយឆ្ងាញ់តាមអាចប្រាបានតាមត្រូវការជាស្ពានទូក្តាតាមចិត្តស្រឡាញ់តាមអាចប្រាបានតាមត្រូវការជាស្ពានទូក្តាតាមចិត្តស្រឡាញ់ដែលស្លធ្វើនំណោតអាចបំពេញរួបអែមឈ្ងុយឆ្ងាញ់ចេញតែរីករាយអោណាខំដាំបន្តប្រសៀលបងឡើងគៀបរិនពោតកម្មបញ្ចិនចាំចងត្រង់កាប្រសៀលបងឡើងគៀបរិនពោតកម្មបញ្ចិនចាំចងត្រង់កាទឹកព្រៀងទឹកស្រង់ពេញហៀជូនពៅរំងាស់ជាសបអែមឈ្ងុយអោណាសបលែនឈ្ងុយឆ្ងាញ់តាមអាចប្រាបានតាមត្រូវការជាស្ពានទូក្តាតាមចិត្តស្រឡាញ់តាមអាចប្រាបានតាមត្រូវការជាស្ពានទូក្តាតាមចិត្តស្រឡាញ់តែស្លធ្វើនំណោតអាចបំពេញរួមផ្អែមឈ្ងុយឆ្ងាញ់